សូមព្រះអង្គជួយបញ្យល់ឲ្យអ្នកដែលមិនសូវចេះអក្សរដូចនាងខ្ញុំបានយល់ផងពីព្រោះខ្ញុំកណាបានស្ដាប់ពធប្តីរបស់នាងខ្ញុំគាត់មិនយល់គាត់ថាព្រះអង្គម្ចាស់គ្រូឲ្យខ្សែគប់តែបុគ្គលតែបណ្ឌិតសូមព្រះអង្គម្ចាស់គ្រូបកស្រាយឲ្យអ្នកមិនសូវចេះអក្សរយល់ពាក្យថាបណ្ឌិតផងព្រះអង្គចាស់ដើម្បីឲ្យពួកគាត់បានយល់ផងគួរពង្គូសូមព្រះអង្គចាស់គឺភ័យទោសក៏សាធុមិនអីទេបណ្ឌិតក្នុងទីនេះមិនសំដៅបណ្ឌិតសញ្ញាបត្រទេបណ្ឌិតនេះអង្គធម៌គឺតួបញ្ញាតួកុសលតួកុសលបើយើងរកអង្គធម៌បណ្ឌិតហ្នឹងគឺមហាកុសលញាណសម្បយុត្តតួបណ្ឌិតណាកូនក្មេងក៏ដែរគណៈណាមហាកុសលញាណសម្បយុត្តកើតឡើងគាត់អត់ធ្វើបាបគាត់ចេះដឹងគុណគាត់ធ្វើអំពើត្រឹមត្រូវនោះជាតួបណ្ឌិតអ្នករៀនចប់ PhD ក៏ដោយក៏ប៉ុន្តែមានគំនិតទុច្ចរិតមានគំនិតសម្លាប់មនុស្សកេងប្រវ័ញ្ចទ្រព្យសម្បត្តិគេរហូតទៅធ្វើតឡាការជិះជាន់គេគឺជាបុគ្គលពេលច្បាស់ទេពាក្យថាបណ្ឌិតហ្នឹងបណ្ឌិតហ្នឹងគឺតួកុសលអញ្ចឹងមនុស្សណាក៏ដោយឲ្យតែជាមនុស្សសុចរិតមានការយល់ដឹងល្មមដឹកនាំជីវិតហ្នឹងមិនឲ្យធ្លាក់ចុះក្នុងអំពើទុច្ចរិតអញ្ចឹងណាល្មមមិនឲ្យធ្លាក់ចុះក្នុងអំពើទុច្ចរិតបានហើយប្រព្រឹត្តតែអំពើល្អសម្រាប់ខ្លួនឯងផងសម្រាប់គ្រួសារមិនបៀតបៀនដល់អ្នកដទៃហើយរស់នៅដោយសុចរិតភាពចែកសេចក្តីសុខដល់អ្នកដទៃបានបុគ្គលនោះឯងហៅថាបណ្ឌិតអញ្ចឹងហើយបានបណ្ឌិតខ្លាំងមានឈ្មោះថាជាបណ្ឌិតតាំងពីអាយុ7ឆ្នាំឡើងទៅសម័យនោះហ្នឹងហើយអញ្ចឹងបើយើងជាប់ពាក្យថាបណ្ឌិតទោះតែជាប់ថ្នាក់អាហ្នឹងបណ្ឌិតសញ្ញាបត្រនិងបណ្ឌិតផ្លូវលោកថាអញ្ចឹងចោះតែបណ្ឌិតដែលព្រះបរមគ្រូព្រះអង្គត្រាស់សម្ដែងក្នុងទីនេះគឺបុគ្គលណាមានការយល់ដឹងជាមនុស្សដឹងគុណដឹងផ្លូវណាខុសដឹងផ្លូវណាត្រូវផ្លូវខុសលះបង់ផ្លូវត្រូវគួរចម្រើនណាបុគ្គលបែបហ្នឹងជាបុគ្គលគួរខ្សែគប់ហេតុអីបានយើងខ្សែគប់បុគ្គលហ្នឹងចម្រើនកាលណាយើងខ្សែគប់បុគ្គលបែបហ្នឹងយើងក៏ចម្រើនសេចក្តីល្អដែរខ្សែគប់មនុស្សដឹងគុណយើងខ្លាចជាមនុស្សដឹងគុណដែរឃើញទេហ្នឹងហើយដូច្នេះតួបណ្ឌិតហ្នឹងយើងហែកឲ្យឃើញថាជាស្អីថាតួបញ្ញាបញ្ញានេះមិនមែនបញ្ញាក៏ឆ្លាតកលិចកលុចក៏ហៅថាបណ្ឌិតដែរទេណាអត់ទេបញ្ញាហ្នឹងគឺកាលណាកើតឡើងមានភាពភ្លឺស្វាងវែកញែកដាច់ច្បាស់ថាណាអាក្រក់ណាល្អណាអាក្រក់លះបង់ណាល្អគួរចម្រើនឃើញទេអាត្មាលើករឿងបច្ចៈបណ្ឌិតនឹងព្រោះមានពេលខ្លះយើងអត់យល់អភិធម្មនិយាយចឹងទៅវាពិបាកដែរមានរឿងចេះហើយចាំយករឿងហ្នឹងយកទៅវិនិច្ឆ័យទៅមានភិក្ខុមួយអង្គលោករៀនបរិយ័តហ្នឹងចេះល្មមមិនច្រើនទេហើយលោកក៏ទៅពិចារណាធម៌ហ្នឹងនៅក្នុងព្រៃតឯងហើយលោកពោលតាគាថាមួយរាល់ថ្ងៃគាថាមួយហ្នឹងនិយាយពីការបរិសុទ្ធផ្លូវចិត្តហើយឲ្យតែលោកពោលគាថាហ្នឹងទេវតាដែលនៅអាស្រ័យដើមឈើអីហ្នឹងចេះតែសាធុលឺជ្រះថ្លាជាមួយនឹងភិក្ខុហ្នឹងពីព្រោះភិក្ខុហ្នឹងលោកមិនមែនថាតែមាត់ទេចិត្តលោកហ្នឹងអញ្ចឹងបតីលោកហ្នឹងអញ្ចឹងអញ្ចឹងទេវតាហ្នឹងមិនឃើញជាកំហុសអីនិយាយផ្សេងធ្វើផ្សេងអត់ទេអញ្ចឹងជ្រះថ្លា Messenger audio ហើយដល់តែមានពេលមួយមានភិក្ខុពីរអង្គហ្នឹងលោកអ្នកត្រួតត្រងបត្រៃបិដកយើងកុំនិយាយទៅត្រួតត្រងបត្រៃបិដកត្រូវនឹកទៅដល់កពីជាសភៅអត់ទេគឺលោកចាំនៅអ្វីដែលពុទ្ធបរិញ្ញាទាំងអស់កាលនោះអត់មានសភៅទេ
លោកខ្លាចជាគ្រូធំទៅជាមួយនឹងសិស្សរបស់លោកទៅដល់ភិក្ខុអ្នកនៅព្រៃនោះលោកថាលោកម្ចាស់ជាពហុសោតតែមុនមកអញ្ចឹងពួកយើងនឹងបានស្ដាប់ព្រះធម៌នឹងបានជ្រះថ្លាហើយតែអញ្ចឹងទៅវិខដែលទៅពីក្រុងទៅនឹងសួរថាអវសោនៅតែឯងមិនក៏និយាយថាពួកយើងនឹងបានស្ដាប់ធម៌ដូច្នោះបានលោកប្រាប់ថាពួកទេវតាដែលនៅចិត្តហ្នឹងរាល់ពេលដែលខ្ញុំកណាស្វាត់ជាគាថានឹងទៅគេតែងតែអនុមោទនាសាធុគ្រប់គ្នាអញ្ចឹងទៅក៏និមន្តប្រធេរៈដែលចេះចាំបត្រៃបិដកហ្នឹងឲ្យពោលគាថាចប់មកគាថាក៏ស្ងាត់ចប់ពីរគាថាក៏ស្ងាត់អត់មានទេវតាណាមួយចេញមកអនុមោទនាទេអញ្ចឹងសិស្សហ្នឹងក៏ចោទឡើងក៏ឆ្ងល់ថាអវសោថាមានទេវតាចាំអនុមោទនាមិនក៏យើងសំដែងធម៌ឡើងមកប្រកោកឲ្យមិនឮទេវតាណាមួយមកអនុមោទនាដល់ចឹងទៅភិក្ខុដែលនៅព្រៃថាខ្ញុំកណាក៏មិនដឹងដែរពេលហ្នឹងតែសពថ្ងៃឮតែអនុមោទនាអញ្ចឹងដល់ចឹងភិក្ខុដែលទៅពីក្រុងថាឥឡូវអវសោឯងពោលគាថាម្ដងមើលចុះសំដែងធម៌ម្ដងមើលចុះចាំមើលមានទេវតាណាមកអនុមោទនាឬទេអញ្ចឹងភិក្ខុអ្នកនៅព្រៃក៏លោកពោលគាថាដដែលហ្នឹងចប់ពីគាថាក៏ឮសំឡេងទេវតានឹងសាធុឡើងខ្ទរពេញព្រៃហ្នឹងដល់អញ្ចឹងសិស្សរបស់ភិក្ខុអ្នកទៅពីក្រុងហ្នឹងពោលទោសទេវតាហ្នឹងទេវតាអស់នេះប្រកាន់បពួកគ្រូអញខំទេសនាខំនិយាយមកកកោកអត់មានសាធុអីបន្តិចលោកគ្នាឯងក្នុងព្រៃពោលតែបន្តិចសាធុសាទរពេញតែព្រៃយកទៅពិតទូលដល់ព្រះសម្មាសម្ពុទ្ធបានព្រះបរមគ្រូព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតមិនហៅបុគ្គលថាជាបណ្ឌិតព្រោះហេតុតែចេះនិយាយច្រើននោះទេអញ្ចឹងអកុំឲ្យតែឃើញចេះនិយាយច្រើនហ្នឹងជាបណ្ឌិតឃើញណាហ្នឹងមួយក៏ចប់ទៅរឿងហ្នឹងដល់ពេលចឹងទៅពួកនិក្រន់ពួកដេរថៃអីហ្នឹងគេមិនដែលសំដែងធัวអីញ៉ៃញ៉ៃទេពួកគេហ្នឹងគេសូត្រធัวសូត្រអីចឹងទៅពួកគេទៅសុំសុកសុំអីចឹងទៅគេពោលថាគេថាពួកសមណៈគោដំនោះគ្មានបណ្ឌិតមួយពួកនិយាយច្រើនពួកយើងបានពួកបណ្ឌិតពួកយើងអត់និយាយច្រើនទេយើងធ្វើច្រើនលើរឿងនឹងសោះសាយពេញក្រុងភិក្ខុមកក្រាបទូលព្រះសម្មាសម្ពុទ្ធទៀតក្រាបទូលចឹងទៅព្រះអង្គថាតថាគតក៏មិនហៅថាបុគ្គលអ្នកអត់និយាយនឹងជាបណ្ឌិតដែរណាអញ្ចឹងលើកទី1ព្រះអង្គថាតថាគតមិនហៅថាមនុស្សដែលគ្រាន់តែចេះនិយាយច្រើននឹងជាបណ្ឌិតនោះទេប៉ុន្តែព្រះអង្គមិនតាន់បានបញ្ចប់ថានរណាអត់និយាយបានបណ្ឌិតអត់ថាអញ្ចឹងណាអញ្ចឹងរឿងនោះវាកើតឡើងទៀតមនុស្សគេហៅរុញទូកបដោយទឹកឆ្លៀតឱកាសតែអញ្ចឹងពួកយើងសិស្សបណ្ឌិតពួកសំណាក់គោដំអត់មានបណ្ឌិតអីមួយពួកនិយាយច្រើនដល់រឿងនោះវាកើតឡើងទៀតព្រះអង្គប្រជុំមកថាតថាគតក៏មិនហៅមនុស្សនៅស្ងៀមអត់និយាយសោះហ្នឹងថាជាបណ្ឌិតនោះដែរបានអត្តកថាពន្យល់ថាហេតុអីបានជាបុគ្គលខ្លះនិយាយច្រើនចេះគ្រប់មុខព្រះអង្គអត់ហៅថាបណ្ឌិតពួកមនុស្សហៅខូចនឹងចេះតែចំណេះខាងក្រៅចេះគត់ចេះគូចេះនិយាយចេះប្រោកចេះប្រាជ្ញប៉ុន្តែគំនិតវាខូចហៅបណ្ឌិតមិនកើតហើយចុះហេតុអីបានជាមនុស្សអត់មាត់ក៏ព្រះអង្គមិនហៅថាបណ្ឌិតដែរព្រះអង្គថាមនុស្សខ្លះអត់មាត់មិនមែនចេះឲ្យអត់និយាយណាវាអត់ចេះតែហ្មងណាបើអត់មាត់ហ្នឹងអត់និយាយនោះវាល្ងងហៅបណ្ឌិតក៏មិនកើតដែរចុះបណ្ឌិតហៅទៅលើអី
ហៅទៅលើបុគ្គលមានលក្ខណៈពីរយ៉ាងដែលពុទ្ធហៅទី1មានចិត្តស្អាតផងទី2មានការចេះដឹងផងណាចេះដឹងផងហើយនឹងជាមនុស្សប្រព្រឹត្តល្អផងមានអង្គទាំងពីរហ្នឹងបានព្រះអង្គហៅថាបណ្ឌិតហើយបណ្ឌិតដែលព្រះអង្គហៅមួយទៀតហៅថាអង្គរបស់បណ្ឌិតដែលពេញនោះមាន4មាន4ទី1អត្តសទ្ធិខ្លួនឯងបរិសុទ្ធខ្លួនឯងល្អនឹងលក្ខណៈសម្គាល់បណ្ឌិតមួយទៀតខ្លួនឯងល្អសុចរិតទី2បរសុទ្ធិដឹកនាំពយល់អ្នកដតីគឺឲ្យតែអ្នកដតីនឹងប្រព្រឹត្តល្អទេអត់ញុះញង់អ្នកដតីឲ្យធ្វើអាក្រក់ទេហ្នឹងហើយរាល់ការពយល់រាល់ការដឹកនាំគឺនាំសេចក្តីសុខសេចក្តីកិនបានដល់អ្នកដតីមិនញុះញង់អ្នកដតីនឹងឲ្យក្តៅក្រហាយឲ្យខ្លាចជាមនុស្សអាក្រក់អត់ទេមានតែដឹកនាំកែពយល់យ៉ាងម៉េចពីការយល់ខុសឲ្យមកយល់ត្រូវទី3មានសង្ឃៈវត្ថុជាមនុស្សមានសង្ឃៈធម៌មានទានចេះចែកម្លែកមានពយៈវាចាពាក្យសម្ដីពីរោះពិសាហើយអដ្ឋចរិយាប្រព្រឹត្តខ្លួនឯងឲ្យជាប្រយោជន៍ដល់អ្នកដទៃសមានតតាមិនស្មើងកន្ទ្រើងស្មើមុខស្មើក្រោយហើយទី4ជាមនុស្សមានកតញ្ញុតាជាមនុស្សមានធម៌កតញ្ញូ